Cái chẳng ngày ní ngày Tếtទីផ្សារមីហត់ដើរទេចឹងតំណឹងការដើរនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកទៅកាន់គ្នាយើងដែលកំពុងតែ trend ទាំងអ្នក trend ខាតទាំងអ្នកចំណេញចំណេញខាតអ្នកខាតនិងអ្នកចំណេញគេទីផ្សារមួយរយៈនេះគឺយើងចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងtechnical មួយឬក៏អាចនិយាយថាជាទម្លាប់បោះទីផ្សារមួយនៅក្នុងទីផ្សារមាសចឹងនេះគឺឆាតនៅក្នុង trading view ចឹងសំខាន់នៅក្នុង trading view ដែលយើងពាក់ព័ន្ធជាមួយនឹងការមើលផ្សារយើងតែនៅក្នុង MT5 ប៉ុន្តែយើងមើលក្រាបផ្សេងៗនេះយើង analyze នៅក្នុង trading view វាមាន tool ច្រើនដូចតែខ្ញុំដាក់ shortcut ចឹងហើយឬក៏មកជាខាងនេះចឹងជា tool មួយដែលយើងអាចគូសវាសនៅក្នុងទីផ្សារមាសនេះឬក៏នៅក្នុងឆាតនេះទាំងមាសទាំង Bitcoin ទាំងលុយ Euro ផ្សារផ្សេងៗដែលយើង trade ហើយនៅក្នុងឆាតនេះជាផ្សារមួយគឺនេះ HAU នេះគឺមាសជាមួយធៀបជាមួយនឹងលុយដុល្លារ gold មួយលុយដុល្លារអញ្ចឹងកាលណាដុល្លារអន់គឺមាសឡើងកាលណាដុល្លារល្អគឺមាសចុះអាហ្នឹងជាការប្រៀបធៀបព្រោះអញ្ចឹងវាអាចស្មើគ្នាបានឬក៏ការទិញលក់វាអាចស្មើគ្នាបានអញ្ចឹងវាមានឡើងមានចុះអញ្ចឹងបើភាមាសជាមួយដុល្លារកាលណាមួយណាអន់គឺមួយគឺថានៅខាងដើមនេះគឺភាគោលមាសអញ្ចឹងមាសយើងធៀបមួយលុយដុល្លារកាលណាដុល្លារវាធ្លាក់មាសវាឡើងកាលណាដុល្លារល្អមាសវាចុះអាហ្នឹងជារឿងមួយប៉ុន្តែពេលខ្លះវាដើរទៅតាម technical នឹងទេពេលខ្លះវាឡើងរួចហើយបើវាធ្លាក់មកវិញជាព្រោះអីនៅក្នុង technical ដែលយើងសិក្សាពី ICT concept អីហ្នឹងគឺវាច្រើនគឺវាដើរទៅតាម technical ច្រើនជាងអ្វីទាំងអស់ហ្នឹងអញ្ចឹងការវិភាគសារវាមាន2មានទី1គឺយើងតែទៅតាម technical ICT ឬក៏ smart money concept យើងសិក្សានេះពី liquidity ទាំងអស់នេះពី AVG ពី order block ហើយជាដើមហ្នឹងគឺគេហៅថា technical analysis របស់ smart money concept ហើយមាន support មាន resistance ហើយមួយទៀតគឺទិញជួញដូរទៅតាម fundamental ពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាគោលឬក៏សេដ្ឋកិច្ចពិភពលោកទាំងមូលជាគោលឧទាហរណ៍ថាឥឡូវ fundamental គឺអ្វីដែលកើតឡើងដែលយើងអាចដឹងមុននេះដូចជាសង្គ្រាមអញ្ចឹងកាលណាសង្គ្រាមធ្វើឲ្យមាសមានការកើនឡើងព្រោះមាសជាតំណែងឬក៏ជារូបិយវត្ថុមួយដែលគេហៅថាសិទ្ធិអីគេហៅស្អីទៅចង់ភ្លេចនៅក្នុងទីផ្សារនេះsafe haven អូខេ safe haven ជាតំណែងឬក៏ជារូបិយប័ណ្ណមួយមាសជាតំណែងនៅពេលដែលគេទិញយកទៅធ្វើអីផ្សេងៗតែវាក៏ជារូបិយប័ណ្ណដែរនៅពេលដែលគេយកមាសហ្នឹងយកទៅធ្វើការផ្លាស់ប្ដូរជាមួយនឹងអ្វីមួយអញ្ចឹងអាហ្នឹងគេហៅថា safe haven ហ្នឹងគឺរូបិយប័ណ្ណក៏រូបិយវត្ថុដែលវាមានតម្លៃមានស្ថិរភាពមានសុវត្ថិភាពអញ្ចឹងមាសវាមានសុវត្ថិភាពជាងលុយផ្សេងភ្លើងឆេះក៏វាអីដែរមាសតែលុយតែភ្លើងឆេះគឺទៅអស់ហើយអញ្ចឹង gold គឺវាពាក់ព័ន្ធច្រើនទីមួយវាឡើងចុះទៅតាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលុយដុល្លារជា gold ហើយមួយទៀតវាឡើងចុះទៅតាមកត្តាភូមិសាស្ត្រនយោបាយមួយចំនួនដែរអញ្ចឹងត្រឡប់មកអ្វីដែលជាគោលបំណងនៅក្នុងវីដេអូនេះវិញគឺយើងអ្វីដែលខ្ញុំចាប់អារម្មណ៍ហើយចង់បង្ហាញនៅក្នុងក្រុមនេះគឺពាក់ព័ន្ធជាមួយនេះ candlestick នៅក្នុង time frame 5នាទីឬក៏15 30ក៏1ម៉ោង4ម៉ោងក៏មួយថ្ងៃអញ្ចឹងទៅហើយយើងចាប់អារម្មណ៍យើងគិតថាឥឡូវគិតថានៅក្នុង time frame 5នាទីអញ្ចឹងបកគោលមួយដើមនេះគឺតំណាងឲ្យនាទីចំនួន5នាទីពេលដែលវាចប់5នាទីវានឹងផ្លាស់ប្ដូរទៅបកគោលផ្សេងៗទៀតឥឡូវខ្ញុំព្រាធំពេលដែលខ្ញុំចាប់អារម្មណ៍នៅក្នុងទីផ្សារហ្នឹងយើងឃើញថាបកគោលមួយដើមវាតែមាន wick នេះ small របស់វា shadow ណាហើយនឹង body របស់វានេះខ្លួនរបស់វាបន្តមកវាមាន wick នៅខាងក្រោមមួយទៀតហើយបើយើងមើលមេរៀន candlestick យើងដឹងថា candlestick មួយដើមវាមានអត្ថន័យមិនអានេះជាប្រភេទ candlestick ឈ្មោះអីអានេះឈ្មោះអីចេញដូចអាយុហ្នឹងគេហៅឈ្មោះអីហើយវាមានទំនោរបែបម៉េចអញ្ចឹងតែបើយើងចាប់អារម្មណ៍យើងឃើញថាឧទាហរណ៍ថាប្រគល់5នាទីនេះវាបិទណែនតែវាអត់មានពេកទេនៅខាងក្រោមនេះណាតែខាងលើវាមានពេកបន្តិចអញ្ចឹងបិទណែនផ្សារវាបិទនៅចំនេះវាបើកនៅកន្លែងនេះបើករួចវាអត់ចុះទេចេះទេវាឡើងអញ្ចឹងអ្វីដែលយើងកាត់សម្គាល់ថាកន្លែងនេះដែលយើងអាច sell បានឬក៏ឡើងខ្ពស់ជាងនឹងមកប្រកួតពីប្រកួតយើងអាច sell បានលើវាបិទ5នាទីវាបើកហើយវាអត់មានប្រកួតវាអត់មានចង់និយាយថាគូតវាភាសាថ្មីគេហៅថាគូតណាវាអត់មានបសល់នៅ shadow ស្មៅឬក៏ wick នៅចេះទេនេះដូចជា wick ចេះទេវាឡើងទៅហើយវាអត់ត្រឡប់មកវិញតែវាបិទមកដើមបើតែវាបដូរប្រកួតនេះវាបើកចាំនេះវាឡើងបន្តិចវាបង្កើតជា wick មួយបន្ទាប់មកវាចុះចេះហ្នឹងអញ្ចឹងបើសិនជាយើងដឹងថាឥឡូវវាបិទមកចេះហើយអញ្ចឹងយើងគិតថាទីផ្សារហ្នឹងយើងចាប់អារម្មណ៍ថាវានឹងមកយកគូតនេះហើយការសន្និដ្ឋានរបស់យើងណាអញ្ចឹងយើងអាចប្រកបជា sell នៅម្ដុំនេះឥឡូវ
5 នាទីបន្ទាប់នេះវាចិត្តបាត់ហើយអញ្ចឹងយើងចូល cell ចូល cell តែយើងចូល cell ចាំនេះចូល cell ចាំនេះអូខេយើងដាក់ពណ៌ក្រហមទៅចូលមើលចូល cell ចាំនេះហើយយើងដាក់ SL ចាំនេះអូខេយើងដាក់មួយទៀតដាក់ SL ចាំនេះអូខេអញ្ចឹងឥឡូវយើងវាស់តម្លៃមើលថា SL យើងប្រហែលដុល្លារយើង cell ចាំនេះ SL 3 ដុល្លារយើងដាក់ SL ចាំនេះមក TP នៅក្រោម wick នេះមកអូខេនៅក្រោម wick នេះឬក៏នៅក្រោម wick នេះឬក៏នៅស្មើនឹង body នេះអូខេអញ្ចឹងមិនមែនខ្ញុំធ្វើវីដេអូទៅដោយសារខ្ញុំមើលឃើញថាវាចោះម្ដងនេះខ្ញុំធ្វើទេហ្នឹងជាការកត់សម្គាល់របស់យើងឥឡូវខ្ញុំច្រើននឹងនិយាយនៅក្នុង group ថាវិស័យចាំនេះវាទៀតមាសនឹងធ្លាក់មកយកគូតគូតវាខ្ញុំថាហេតុអីបានសារវាចោះដោយសារខ្ញុំឃើញនេះហ្នឹងជាមេរៀននៅក្នុង technical candlestick របស់យើងណាអូខេឥឡូវយើងកន្លែងមកមើលអបកូននេះវិញកូននេះក៏មានវិកដែរឃើញទេអត់មានវិកទេអញ្ចឹងឥឡូវយើង sell ឃើញវាធ្លាក់មកម្ដងហ្នឹងឡើងយើងដាក់បើយើងដាក់ SL នៅលើវិកនេះយើងដាក់ SL នៅលើវិកនេះដាក់ SL ចាំនេះឃើញផ្សារឡើងដល់ CSL យើងទេហើយចុះមកដល់ TP យើងទេចុះយើងដាក់ TP ចាំនេះផ្សារចុះមកយក TP របស់យើងមុនហើយបន្លាយមកក្បែរ SL យើងហើយយើងដាក់ SL នេះដល់ផងផ្សារចុះមកដល់ហួរ SL យើងទៀតបើយើង sell នៅតម្លៃនេះទៅថាចាំបាត់បកគោ TP ចាំ sell យើង sell ចាំនេះបានប្រហែល5លេខដែរមែនទេ5 6លេខដែរយើងចូល 0.02 ប្រហែល$10លេង sell ហើយវាឡើងទៅវិញតិចថែមនៅចំនេះមកគ្រាប់ទៀត 0.02 មកគ្រាប់ទៀត4ចុះមកប្រហែល$អានេះបាន5ជាងអានេះបាន8បាន$13ដែរហើយអូខេអានេះ10ហើយ10ថា11 12អានេះ8 2ដង16ទៀតវា28$28បាត់ហើយពីគ្រាប់នេះ$28យើងប្រើ SL ប្រហែលយើងចូលពីនេះទៅដល់នេះ SL ប្រហែល$3 $4 4យើងចូលមកគ្រាប់ SL $8 8 $10ក៏វា1លើ1ដែរ1លើ1ជាងដែរអញ្ចឹងខ្ញុំច្រើននិយាយថា TP ភាគច្រើនបើយើងប្រើ1លើ1វាឬក៏1លើ2បើថាយើងខាត់យើងហ៊ាន sell ចាំនេះហ៊ាន buy ចាំនេះខាត់$10តែយើងត្រូវយក TP ឲ្យបាន$20ហ្នឹងថា1លើ2 risk reward ណា risk ហានិភ័យរបស់យើង$10 reward របស់យើងទទួលបានមកវិញគឺ$20អូខេនៅក្នុងទីផ្សារហ្នឹងអញ្ចឹងឥឡូវយើងទៅគ្នាយើងអាចកត់សម្គាល់បន្ថែមទៀតទៅខ្លួនឯងគឺយើងអាចចូលទៅរកមើល candlestick ដែលវាអត់មានគូតទេតើវាត្រឹមត្រូវដូចខ្ញុំនិយាយអត់នេះឃើញទេវាបាត់អត់ឃើញមានទេអត់ឃើញមានវាឡើងទៅវាចុះមកយករបស់វាមែនទេវាចុះមកយកតែកន្លែងនេះអាចនឹង SL ព្រោះអីយើងចាំប៉ុន្តែអត់អាច SL បានទេព្រោះអីបកគោទី2វាមកយកអញ្ចឹងកន្លែងនេះយើង miss set up ហើយយើងអត់បានចូលយើងអាចបានចូលទេអញ្ចឹងយើងទៅមើលនេះអានេះបាន SL ប្រភេទបាត់អត់ណែនចេះយើងកុំចូលបើតែវាមានអត់ប្រសល់គូតមែនប៉ុន្តែវាបាត់អត់ណែនទេនេះមើលណាអានេះវាមានវិកនេះវាមានអត់មានគូតទេតែវិកនេះវាវែងជាងវាវែងជាង body អញ្ចឹងយើងវាស់មើលទៅវាវែងជាង body វាវែងជាង body ចឹងអាហ្នឹងយើងត្រូវកត់សម្គាល់ថាវាអត់ផ្លូវការទេតែបើសិនជាមានcandlestick មួយដើមទៀតបាត់ក្រហមមិនចេះវិញបាត់ក្រហមចេះវិញនេះគាត់ candlestick មួយដើមបាត់មួយដើមមកបន្ថែមទៀតវិញយើងអាច sell តាមនេះបានសារហ្នឹងគឺធ្លាក់មកចេះវិញហើយហ្នឹងតាមចំណុចនេះនៅចាប់អារម្មណ៍នេះអូខេនេះលុបចោលឥឡូវយើងមកមើលនេះទៀតខ្ញុំថាពេលខ្លះតែខ្ញុំចេះតែនិយាយនេះឃើញទេតែនេះកន្លែងនេះយើងអាចតន់ sell បានទេព្រោះបកគោនេះអត់តន់បិទក្រហមយើង sell បានតែនេះបិទអត់កើតទេបើយើង sell កន្លែងនេះវាអាច SL នេះវានៅប៉ុន្តែបើសិនជាយើងបើក SL កន្លែងនេះក៏ខ្ញុំគិតថាអត់ខាតប្រហែលដែរ$7 $7អត់ខាតច្រើនទេហើយសូមយើងចុះនេះហើយវាអត់ចុះមកវិញអត់ចុះមកយកដល់នេះយើងថែមមកគ្រាប់ថែមទៀតតែថែមយកថែមឡើងដាច់ account មុននឹងមក CTP របស់យើងនេះចុះមកយក TP យើងនេះវាមកយក wick វាឃើញអញ្ចឹងនេះមេរៀន candle សាមញ្ញដែលយើងរៀនកត់សម្គាល់ណាហើយដូចពីម្ដាមចឹងដូចពីម្ដាមនេះអានេះបង្ហាញអីគេបង្ហាញថាម៉េចសារព្យាយាមឡើងប៉ុន្តែកម្លាំងអ្នកលក់បានព្យាយាមសង្កត់មកវិញឲ្យតម្លៃធ្លាក់ចុះកន្លែងហ្នឹងក្នុងមេរៀនcandlestick ដូចកន្លែងនេះចឹងឃើញទេសារព្យាយាមធ្លាក់ចុះ5នាទីកន្លែងនេះអាចជាកន្លែងពណ៌មានផងសារព្យាយាមចុះមកប្រហែលកម្លាំងអ្នកទិញរុញឡើងទៅវិញអញ្ចឹងឱកាសដែលយើងចូលកន្លែងនេះអត់យើងអាចទិញឆៅបានទេមូលហេតុអីបើយើងចង់ទិញខ្ញុំច្រើនថាផ្សារវាមកយក50%របស់វិកមែនទេវាមកយក50%របស់បកគោនេះអញ្ចឹងបាននេះមិនមកដាំនេះ$27យើងចែកនឹង2ទៅក៏វា$10ខ្ទង់ល្បាក់ប៉ុណ្នេះទៅ$13ដែរអញ្ចឹងនៅពេលដែលសារវាមក discount យើងត្រូវរងចាំប្រហែល10 20 30 40 50 60ចិត្ត1ម៉ោង10នាទីបានសារវាមក discount ពាក់កណ្ដាលវិកនេះវិញបានយើងចូលនេះកន្លែងនេះយើងចូលទិញ
lại này chúng cho tên làng này lại níហើយយើងដាក់ SL នៅក្នុង Vic នេះមិនដូចខ្ញុំនិយាយចឹងមិនចិត្តថាមើលបកគោលឃើញហើយគឺនេះទេពេលខ្លះគឺអ្វីដែលសំខាន់គឺនៅតែប្រើ SL នៅឡើយទេហើយយើងចូលទិញចំនេះគឺយើងដាក់ SL នៅនេះល្បាក់$7ដែរនេះ SL នៅកន្លែងនេះបានសុវត្ថិភាពនេះ SL កន្លែងនេះសុវត្ថិភាពជាងពេលខ្លះអ្នកខ្លះ balance ធំគេដាក់ SL រហូតដល់នេះក្រោម Vic នេះក្រោម Vic នេះទៀតបានវាសុវត្ថិភាពតែម្ដងអញ្ចឹងណាយើងមើលអានេះក៏នេះដែរនេះគោលមកដាំពេលនេះក៏លក់បានដែរនេះហើយលក់ទៅកន្លែងនេះយ៉ាងច្រើនណា CBE អត់មាននេះទេព្រោះធម្មតាបកគោលមកដាំនេះប្រហែល$យើងគិតមើលពី body វាមកដល់នេះ$26ហើយយើងគិតថាអូសារនេះអត់តន់យកគូទេអត់តន់យកគូនេះទេអញ្ចឹងអានេះបាត់ក្រហមអញ្ចឹង sell នៅកន្លែងនេះក៏ដោយ sell នេះអូខេ sell ចាំនេះអញ្ចឹងសារធ្លាក់មកដល់នេះក៏ប្រហែល$ដែរ$19ដែរវាចូល 0.01 ហើយបើថាចង់ hold មកដល់ដាក់ TP នេះដាក់ BE ចំនេះមកដាក់ BE ចំនេះយើងច្រើនឡើងទៅ CBE វិញតែប៉ុណ្្នឹងឯងហើយយើងច្រើន hold ខាតប្រហែលនេះបើថាមិនព្រមដាក់ SL ទេ hold ខាតជា$26ដែរបើចូលច្រើនក៏ហានិភ័យដែរកន្លែងនេះហ្នឹងហើយអញ្ចឹងនេះខ្ញុំអត់ធ្វើវីដេអូច្រើនទេគ្រាន់តែយើងរៀនការសម្គាល់អំពីទីផ្សារដែលវាកើតឡើងដែលយើងមើលឃើញណាឃើញសិតតែអត់មានគូលហើយសិតមកចង់ប្រយោជន៍ទាំងអស់ឃើញទេនេះសិតតែមើលបន្ថែមទៀតអានេះ fail អានេះអត់យកគូលប៉ុន្តែវាមកយកភ្លាមនេះអានេះមិនដែរអានេះនៅខាងលើវិញកុំឲ្យថារកតែកន្លែង sell តែអត់ឃើញកន្លែង buy នេះអត់យកគូលទេឃើញចង់ដល់នេះអានេះ CSL បាត់ហើយបើសិនជានេះហ៎ប៉ុន្តែនេះមកយក TP មុនហ្នឹងបើកផ្សារមកចូលមកយក TP មុនហ្នឹងតែនេះកន្លែងដែលយើងនេះអាចចូលបាននេះកន្លែងនេះនេះដូចកន្លែងនេះទៀតមិនចេះតែនិយាយទេពេលខ្លះនេះផ្សារចំណាំមើលទៅកន្លែងហ្នឹងយកលុយទៅណាមអស់ទេនេះឃើញសត្វតែកន្លែង TP ទាំងអស់សត្វតែកន្លែង TP ទាំងអស់ណាទៀតអូខេឥឡូវយើងបើថាគាត់មើល5នាទីយើងមើល15នាទីវិញ15នាទីរៀងយូរបន្តិចនេះ15នាទីឃើញទេគាត់មានគូដែរនេះមកយក TP មកយក TP ទាំងអស់ណាអត់មានគូអត់មានគូដូចគ្នានេះមកយកប៉ុន្តែ SL មុននេះអានេះចង់ពេលចាន់បើចង់ចូលទិញលក់តាម Technical នេះគឺមើល5នាទីល្អបំផុតតែ1ម៉ោងវាក៏ប្រយោជន៍ដែរខ្ញុំកន្លែងដាច់ account នៅសារឃើញ1ម៉ោងអត់យកគូនឹងឯងមកតែឡើងទៅវិញហ្នឹងដាច់ account បាត់ហើយនេះអត់យកគូផងហ្នឹងអានេះអត់មានយកគូផងហ្នឹងតែឡើងទៅវិញក៏ឲ្យយើងដោះខ្លួនបើយើងចំណេញមកយើងកាត់នេះអានេះបើកផ្សារទេនេះផ្សារគឺនៅតែមកយកអានេះតែ1ម៉ោងវាមិនងាយទេវាបើយើង5នាទីវាដើរខ្លីៗ4-5បកគោវាមកវិញ4-5បកគោវាមកវិញតែបើមើលផ្សារធំពេកនាទីធំពេកក៏បាក់ដែរគ្រាន់ថាយើងtime frame 4ម៉ោង time frame 1ម៉ោងនេះគឺយើងមើលទិសដៅរបស់វាទេមិនយើងចូល trade នៅក្នុង time frame ធំរបស់ហ្នឹងទេយើងចង់តែមើល5នាទីមើល3នាទីបានហើយមើលថាវា reject នេះឡើង3បកគោនេះ reject ហើយមានផ្សារ reject ហើយឃើញនេះអូខេខ្លីៗប៉ុណ្ណឹង